ទោះត្រឡប់មកដល់ផ្ទះស្នាក់វិញហើយក្តីក៏រចនាពុំទាន់រសាយអារម្មណ៍ស្រពប់ស្រពោននោះដែរនាងបន្តអង្គុយយំខ្សឹកខ្សួលនៅមាត់ជណ្ដើរដោយមានអាកុកានៅកំដរជាមិត្តភក្តិខ្ញុំមិនអីទេឯងឆាប់ត្រឡប់ទៅផ្ទះឯងវិញទៅថ្មនេះប្រហែលជាម្ចាស់ឯងតាមរកឯងស្លាប់ហើយអាកុកានៅតែមិនព្រមចាក់ចេញទៅណាពីរចនាឡើយវាបានដាក់ក្បាលមកក្បែរជើងនាងសាជាថ្មីរួចធ្វើភ្នែកភ្លឹះភ្លឹះគួរឲ្យអាណិតរចនាលើកដៃអង្អែលក្បាលវាដោយក្តីស្រឡាញ់ឯងបារម្ភពីខ្ញុំឬខ្ញុំអស់អីហើយអរគុណឯងខ្លាំងណាស់ដែលនៅកំដរខ្ញុំយំតើឯងឃ្លានដែរទេចាំបន្តិចណាចាំខ្ញុំទៅយកបាយឲ្យឯងស៊ីរចនាបានជូតទឹកភ្នែកចេញពីថ្ពាល់រួចក្រោកទៅដួសបាយមួយចានមកដាក់ឲ្យអាកុកាឯអាកុកាក៏បានអោនស៊ីបាយយ៉ាងឆ្ងាញ់មាត់ដោយមានដៃស្រទន់របស់រចនាអង្អែលក្បាលវាថ្នមថ្នមព្រមជាមួយនឹងស្នាមញញឹមកាយវិការរបស់នាងនៅពេលនេះក៏គេចមិនផុតពីក្រសែភ្នែករបស់អ្នកកំឡោះម្ចាស់ចម្ការដែលកំពុងលួចមើលនាងពីរបងម្ខាងទៀតដោយមិនឲ្យនាងបានដឹងខ្លួនឡើយតើអំពើដែលខ្ញុំធ្វើដាក់នាងកាលពីព្រឹកមិញនេះរៀងលើសបន្តិចឬនរិនសួរខ្លួនឯងតិចតិចខណៈកំពុងទាញការចងចាំទៅរករឿងរ៉ាវកាលពី3ថ្ងៃមុននៅពេលដែលតិវ័នបានមកសម្របសម្រួលបញ្ហានឹងខ្លួនតាមពិតទៅនរិនបានយល់ព្រមដោះស្រាយបញ្ចប់បញ្ហាជាមួយនឹងតិវ័នរួចទៅហើយប៉ុន្តែតិវ័នបែរជាស្នើឲ្យខ្លួនរក្សាពាក្យបណ្ដឹងដដែលទៅវិញតិវ័នបានអះអាងថាបញ្ហាលើកនេះជាឱកាសមួយដើម្បីឲ្យប្អូនស្រីរបស់គាត់បានរៀនសូត្រអំពីការងារផងដែរទើបគាត់ស្នើសុំឲ្យនរិនជួយរួមដៃជាមួយនឹងគាត់ក្នុងរឿងនេះដំបូងឡើយនរិនហាក់ស្ទាក់ស្ទើរមិនចង់ពាក់ព័ន្ធនឹងរឿងនេះទេព្រោះតាំងពីដើមមកនរិនគឺជាមនុស្សដែលចូលចិត្តភាពស្ងប់ស្ងាត់មិនសូវចង់រវីរវល់នឹងរឿងរបស់អ្នកផ្សេងឡើយប៉ុន្តែដោយយល់ថាតិវ័នជាមិត្តភក្តិជិតស្និទ្ធតាំងពីតូចនឹងសត្យាដែលត្រូវជាមិត្តសម្លាញ់របស់ខ្លួនជាពិសេសអ្នកកំឡោះម្ចាស់ចម្ការហាក់មានអារម្មណ៍ពិសេសចំពោះស្រីតូចម្នាក់នេះផងដែរដែលនាយលំបាកនឹងពិពណ៌នាឲ្យត្រូវថាវាជាអារម្មណ៍អ្វីទើបនាយសម្រេចចិត្តទទួលយកការស្នើសុំរបស់តិវ័នក្រោយពីឈរមើលកូនស្រីគេពីចម្ងាយអស់មួយរយៈធំកំឡោះនរិនក៏បានបោះជំហានដើរចូលទៅក្នុងផ្ទះស្នាក់របស់រចនាដោយទឹកមុខកំណាចដូចសពដងយ៉ាងមិនទៅហើយអាកុកាបាយផ្ទះអីស៊ីមិនឆ្ងាញ់ឬយ៉ាងណាទើបមកស៊ីបាយផ្ទះគេរាល់ថ្ងៃបែបនេះរចនាស្គាល់ច្បាស់ថានេះជាសម្លេងរបស់នរិនទើបនាងមិនខ្ចីងើយមុខសម្លឹងទៅគាត់ឡើយព្រោះនាងមិនទាន់បាត់ខឹងនឹងបុរសម្នាក់នេះនៅឡើយទេណែអាកុកាខ្ញុំនិយាយជាមួយនឹងឯងហេតុអ្វីមិនតបខ្ញុំវិញអីចឹងអាកុកាសម្លឹងមុខម្ចាស់របស់វាភ្លឹះភ្លឹះហាក់ចង់សួរថាចៅវាយឯងឈួតឬយ៉ាងម៉េចទើបចង់ឲ្យឆ្កែឆ្លើយតបទៅនឹងខ្លួនបែបនេះ
បើឆ្កែពិតជាឆ្លើយបានមែនម្លេះពេលនេះគេយកអាកូកាទៅមន្ទីរពិសោធន៍អត់ទៅហើយព្រោះវាជាឆ្កែកម្រដែលចេះនិយាយភាសាមនុស្សពេលដឹងថាទាំងរចនាទាំងអាកូកាមិនមានការខលខ្វាយនឹងខ្លួននោះទឹកមុខរបស់នរិនស្រាប់តែឡើងក្រហមហើយបំភាយចំហើក្តៅចេញមកក្រៅមួយរំពេចមិនគិតនិយាយរកគ្នាពិតមែនឬអាកូកាបើឯងស៊ីបាយឆ្អែតហើយឆាប់ត្រឡប់ទៅផ្ទះវិញទៅកុំនៅព្រោះម្ដុំនេះទៀតអាកូកាតើឯងស្ដាប់យល់អ្វីដែលខ្ញុំនិយាយដែរមែនឬទេណែខ្ញុំនេះជាមនុស្សល្ងងមិនយល់ការអ្វីច្រើនទេដូច្នេះឯងកុំសូវនៅក្បែរខ្ញុំពេកក្រែងលោកអ្នកខ្លះមិនសប្បាយចិត្តយកឯងទៅធ្វើបាបទៅមនុស្សសម័យឥឡូវនេះទុកចិត្តមិនបានទេពូកែរករឿងឆ្លោះខ្លាំងណាស់សូម្បីតែឆ្កែកំពុងស៊ីបាយក៏មិនលើកលែងដែរណែនេះនាងខ្ញុំឡើងទៅលើផ្ទះសិនហើយឯងនៅស៊ីបាយតាមសម្រួលចុះពេលស៊ីហើយត្រឡប់ទៅផ្ទះវិញចុះហើយកុំភ្លេចនាំម្ចាស់មុខដូចស្វារបស់ឯងនេះទៅជាមួយផងថាចប់រចនាក៏ប្រញាប់ដើរឡើងទៅលើផ្ទះដោយមិនខ្ចីងាកមកមើលមុខនរិនសូម្បីតែបន្តិចណាឡើយឯនរិនឯណោះមិនបងអង្គយូរក៏បានស្រែកបន្តពីក្រោយខ្ញុំផ្ដល់ឱកាសឲ្យនាងម្ដងទៀតទៅចុះចាប់ពីស្អែកនេះតទៅនាងត្រូវទៅធ្វើការនៅចំការរបស់ខ្ញុំក្នុងរយៈពេល1ខែពេញក្នុងរយៈពេល1ខែនេះបើនាងធ្វើការបានល្អខ្ញុំនឹងព្រមដកពាក្យបណ្ដឹងវិញភ្លាមខ្ញុំមិនបង្ខំនាងទេប៉ុន្តែអនាគតសន្តាគាររបស់នាងគឺវាអាស្រ័យលើការសម្រេចចិត្តរបស់នាងហើយតោះអាកូកាពួកយើងត្រឡប់ទៅវិញពាក្យសម្ដីរបស់នរិនធ្វើឲ្យរចនាបង្អង់ដំណើរបន្តិចខណៈដែលនាងឡើងជិតផុតកម្មចន្ទើផ្ទះស្នាក់របស់នាងទៅហើយទទួលស្គាល់ថានាងពិតជាលំអាកនឹងទទួលយកពាក្យសម្ដីក្រូតក្រៀតរបស់នរិនណាស់ហើយនាងក៏មិនចង់ទ្រាំនៅមុខនាយម្នាក់នេះទៀតដែរប៉ុន្តែបើនាងត្រឡប់ចុះចាញ់នរិននៅពេលនេះនាងនឹងត្រូវចាញ់ជារៀងរហូតព្រោះសន្តាគាររបស់គ្រួសារនាងក៏គ្មានថ្ងៃអាចបើកការដ្ឋានជាថ្មីបានវិញដែរក្រោយពីសញ្ជប់សញ្ជឹងបានបន្តិចរចនាក៏សម្រេចចិត្តងាកក្រោយដើម្បីឆ្លើយតបទៅនរិនវិញប៉ុន្តែអ្នកកំឡោះនិងកូនឆ្កែជាទីស្រឡាញ់របស់នាងបានដើរចេញផុតពីរបងផ្ទះនាងទៅហើយឈានចូលមកដល់ថ្ងៃខែថ្មីរចនាក៏បានដើរចូលទៅក្នុងចំការរបស់នរិនដោយគ្មានអ្នកអញ្ជើញឯម្ចាស់ចំការក៏មិនបានសួរនាំព្រោះនាយដឹងច្បាស់ថារចនាច្បាស់ជាយល់ព្រមទទួលយកលក្ខខណ្ឌថ្មីរបស់ខ្លួនហើយទើបនាងបង្ហាញខ្លួននៅក្នុងចំការទាំងព្រលឹមបែបនេះនរិនក៏បានចាត់សាក់ឲ្យទទួលខុសត្រូវលើការបង្រៀននិងចាត់ចែងការងារឲ្យរចនាព្រោះបើខ្លួនជាអ្នកចាត់ចែងដោយផ្ទាល់ច្បាស់ជាទាស់សម្ដីនិងរចនាទៀតមិនខានទោះបីយ៉ាងណានរិននិងរចនានៅតែជៀសមិនផុតពីសង្គ្រាមពាក្យសម្ដីតទល់គ្នាជារឿយៗជាពិសេសនៅពេលដែលនរិនខ្នក់ខ្នាញ់ក្នុងចិត្តពេលដែលឃើញនាងធ្វើការងារយឺតធ្វើឲ្យបែកនេះបែកនោះនៅក្នុងចំការស្របពេលដែលរចនាក៏មិនអង្គុយស្ងៀមឲ្យអ្នកកំឡោះស្ដីបន្ទោសស្រេចនឹងចិត្តឡើយថ្មិចបើកកន្លងផុតទៅមួយសប្តាហ៍ហើយ
ដែលរចនាបានប្រើជីវិតជាកម្មករនៅក្នុងចំការទុរេនរបស់នរិនតាំងពីកើតមកទើបតែរយៈពេលមួយសប្តាហ៍នេះប៉ុណ្ណោះនៅក្នុងជីវិតរបស់នាងដែលឆ្លងកាត់ភាពនឿយហត់ខ្លាំងដល់ថ្នាក់នឹងប៉ុន្តែនាងក៏មានអារម្មណ៍ថាខ្លួនឯងបានរៀនសូត្រអ្វីថ្មីច្រើនជាងមុនផងដែរជាពិសេសការរស់នៅក្បែរមនុស្សសម្ដីអាក្រក់ដូចនរិនបានបង្រៀនឲ្យនាងចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងឲ្យកាន់តែប្រសើរជាងមុននៅរសៀលថ្ងៃអាទិត្យមួយក្រោយពេលទំនេរពីការងាររចនាក៏បានដើរទៅលេងលំហែអារម្មណ៍នៅក្រោយផ្ទះស្នាក់របស់នាងតាំងពីផ្លាស់ប្ដូរមករស់នៅទីនេះមកនាងពុំដែលបានដើរចេញទៅណាឆ្ងាយពីបរិវេណចំការនិងការដ្ឋានឡើយទើបនាងមិនដឹងថានៅក្រៅចំការវាមានវាលស្មៅដ៏ធំមួយដែលមានដើមឈើតូចធំដុះរាយប៉ាយយ៉ាងច្រើនជាពិសេសថែមទាំងមានអូរមួយដែលមានទឹកហូរថ្លាឆ្វង់ទៀតផងទេសភាពពណ៌បៃតងស្រស់នៅទីនេះធ្វើឲ្យរចនាមានអារម្មណ៍ស្រស់ស្រាយនិងរសាយបាត់អស់នៅភាពនឿយហត់និងទុក្ខកង្វល់ដែលដិតដាមជាប់លើខ្លួននាងក្នុងរយៈពេលមួយសប្តាហ៍មកនេះទឹកអូរធម្មជាតិនៅក្រោយនេះមានទេសភាពស្អាតខ្លាំងណាស់ចុះប្រសិនបើកែច្នៃវាជាកន្លែងទេសចរតើល្អដែរឬទេទីកន្លែងនេះបើឆ្កាគុំស្មៅចេញរួចដាំផ្កាជំនួសវិញប្រកាសជាស្អាតមិនខានខណៈដែលរចនាកំពុងដើរលេងនៅតាមបណ្ដោយមាត់អូអាកូកាស្រាប់តែបន្លឺសំឡេងព្រុសយ៉ាងកងរំពងគឺព្រុសខ្លាំងជាងសពដងហាក់ដូចមានរឿងមិនប្រក្រតីណាមួយបំរុងនឹងកើតឡើងរចនាប្រញាប់ងាកមុខទៅមើលប៉ុន្តែភ្លាមនោះនាងក៏ដួលព្រុសទៅលើដីនិងបានស្រែកយាយដោយភាពឈឺចាប់អ៊ូយឈឺខ្លាំងណាស់ជើងរបស់រចនានៅពេលនេះគឺឈឺចុកចាប់ខ្លាំងណាស់នាងព្យាយាមបង្ហើបជើងបន្តិចដើម្បីមើលក៏ប្រទះឃើញស្នាមចង្កូមពស់នៅត្រង់កជើងព្រមទាំងឃើញកន្ទុយសត្វពស់មួយក្បាលវាចូលគុំព្រៃបាត់ទើបនាងដឹងថាមុននេះនាងត្រូវពស់ចឹកស្របពេលនោះនរិនដែលមិនដឹងថាជាមកដល់តាំងពីពេលណាក៏បានរត់សម្ដៅមករករចនាយ៉ាងលឿនរចនានាងកើតអ្វីនឹងខ្ញុំបបោមាត់របស់រចនាចាប់ផ្ដើមឡើងស្លេកហាក់លែងមានកម្លាំងកំហែងឆ្លើយតបទៅនឹងនរិនវិញភ្លាមនោះនរិនប្រទះឃើញស្នាមចង្កូមពស់នៅត្រង់កជើងរបស់រចនាអ្នកកំឡោះក៏រហ័សលុតជង្គង់ចុះរួចអោនមុខទៅជិតកែងជើងរបស់រចនាហើយបានបឺតយកជាតិពឹសចេញពីស្នាមរបស់នោះសកម្មភាពរបស់នាយធ្វើឲ្យរចនាភាំងស្មើដីរកតែហាមាត់ខាត់មិនកើតរហូតទាល់តែនរិនបានធ្វើវារួចរាល់នរិនមិនបាននិយាយអ្វីទៅកាន់រចនាវិញទេរួចប្រញាប់លើកបីស្រីតូចដើម្បីបញ្ជូននាងទៅកាន់មន្ទីរពេទ្យខណៈកំពុងស្ថិតក្នុងរង្វង់ដៃរបស់នរិនរចនាបានសម្លឹងមើលមុខអ្នកកំឡោះមិនដាក់ភ្នែកឡើយភ្លាមនោះបេះដូងរបស់ស្រីតូចស្រាប់តែលូតញាប់យ៉ាងចម្លែកស្ទើររកអ្វីមកពណ៌នាពុំត្រូវនៅពេលដែលនរិនបីរចនាចូលមកដល់ក្នុងផ្ទះហើយនាយក៏ប្រញាប់ស្រែកហៅពូរដ្ឋាឲ្យយកឡានមកជូនរចនាទៅមន្ទីរពេទ្យពេលឃើញចៅវ័យស្រីត្រូវពោះចឹកបែបនេះម្នាក់ភ័យស្លន់ស្លោរហូតរត់ឆ្លេឆ្លាពេញនឹងប្រញាប់ទៅយកឡានមកឲ្យលឿនអូបាទលោកប្រុស
ក្រោយពេលដែលពូរដ្ឋាយកឡានមកដល់ហើយនរិនក៏បានបីរចនាចូលទៅក្នុងឡានភ្លាមហើយមិនបានទម្លាក់នាងចុះទេគាត់បន្តក្រសោបខ្លួននាងជាប់រហូតទៅដល់មន្ទីរពេទ្យស្ថានភាពរបស់រចនានៅពេលនេះគឺពិតជាខ្សោយខ្លាំងណាស់ជាហេតុធ្វើឲ្យនាងសន្លប់លែងទាំងខ្លួនទៅហើយឃើញនាងសន្លប់បែបនេះនរិនហាក់ភ័យស្លន់ស្លោថែមមួយកម្រិតទៀតរួចក៏បានយកដៃទៅទះថ្ពាល់របស់នាងថ្នមថ្នមរចនានាងកុំកើតអីឲ្យសោះណាទ្រាំបន្តិចសិនទៅជិតដល់មន្ទីរពេទ្យហើយបន្តិចក្រោយមករចនាក៏បានមកដល់ដៃគ្រូពេទ្យបានជួយសង្គ្រោះនាងទាន់ពេលវេលាប៉ុន្តែនាងពុំទាន់ដឹងខ្លួននៅឡើយគ្រូពេទ្យបានបញ្ជូននាងចេញពីបន្ទប់សង្គ្រោះបន្ទាន់មកសម្រាប់នៅបន្ទប់ធម្មតាវិញនរិនបានស្ម័គ្រចិត្តនៅកណ្ដោរចនារហូតទាល់តែនាងដឹងខ្លួនរចនានាងកុំកើតអ្វីឲ្យសោះណាឆាប់ដឹងខ្លួនវិញមកគ្មាននាងឆ្លោះជាមួយខ្ញុំអបសុខណាស់ក្នុងចិត្តរបស់នរិននៅពេលនេះគឺពិតជាបារម្ភពីរចនាខ្លាំងណាស់សម្លឹងមើលមុខស្រីតូចកាន់តែយូរចង្វាក់បេះដូងរបស់នាយស្រាប់តែលូតញាប់យ៉ាងចម្លែកតើនេះជាអារម្មណ៍អ្វីឲ្យប្រកបបើតាមនរិនចាំមិនខុសរចនាជាមនុស្សស្រីទី2ដែលធ្វើឲ្យបេះដូងរបស់នាយលូតញាប់ដល់ថ្នាក់នឹងមនុស្សស្រីទី1ឈ្មោះកមលនាងធ្លាប់ជាមិត្តរួមការងាររបស់ខ្លួនប៉ុន្តែខ្លួនគ្មានឱកាសបាននៅក្បែរមនុស្សស្រីម្នាក់នោះឡើយព្រោះនាងជាមនុស្សស្រីដែលសត្យាមិត្តសម្លាញ់របស់ខ្លួនស្រឡាញ់ស្មើកែវភ្នែកទើបនាយសម្រេចចិត្តដកខ្លួនទាំងមិនទាន់បានចាប់ផ្ដើមអ្វីជាមួយនឹងនាងផងឥឡូវនេះកមលនិងសត្យាបានក្លាយជាគូដណ្ដឹងនឹងគ្នាទៅហើយលើកលែងតែនាយដែលបន្តនៅម្នាក់ឯងរហូតដល់សពថ្ងៃព្រោះនរិនមិនជឿជាក់លើស្នេហាពិតឡើយតាំងពីដើមមកនរិនមិនធ្លាប់បានទទួលសេចក្តីស្រឡាញ់ពីអ្នកណាម្នាក់ឡើយគាត់ធ្លាប់បានឆ្លងកាត់ជីវិតគ្រួសារដែលបែកបាក់ខ្វះភាពកក់ក្ដៅទើបគិតថាខ្លួនឯងមិនស័ក្តិសមនឹងមានអ្នកណាម្នាក់នៅក្បែរនរិនទទួលស្គាល់ថាតាំងពីដើមមកខ្លួនពិតជាមិនចូលចិត្តរចនាមែននឹងចង់តែដេញនាងចេញទៅឲ្យឆ្ងាយប៉ុន្តែត្រឹមមួយរយៈពេលខ្លីដែលនាយបាននៅក្បែរនាងអារម្មណ៍មិនចូលចិត្តទាំងឡាយក៏ស្រាប់តែបានផ្លាស់ប្ដូរមួយរំពេចអ្វីបើរឹងរូសប៉ុន្តែរចនាជាក្មេងស្រីដែលគួរឲ្យស្រឡាញ់ខ្លាំងណាស់នាងរស់រាយដាក់មនុស្សគ្រប់គ្នាលើកលែងតែខ្លួននាងមិនបានប្រកាន់រឹកពីអ្វីទាំងអស់ទោះបីនាងជាកូនអ្នកមានក្តីជាពិសេសនរិនមានអារម្មណ៍ល្អចំពោះរចនាខ្លាំងព្រោះពេលដែលឃើញនាងមើលថែនិងលេងជាមួយអាកូកាក្មេងស្រីម្នាក់នេះពិតជាមានចិត្តគំនិតបរិសុទ្ធនិងមានសន្តានចិត្តល្អខ្លាំងណាស់ការលួចសម្លឹងមើលរចនាពីចម្ងាយរៀងរាល់ថ្ងៃធ្វើឲ្យនរិនទទួលបានក្តីសុខចម្លែកតើក្តីសុខបែបនេះកើតឡើងដោយសារអ្វីទៅដោយសាររចនាគួរឲ្យស្រឡាញ់ឬមួយក៏ដោយសារអ្នកកំឡោះបាក់ចិត្តស្រឡាញ់លើរចនាទៅហើយ